walk in interview ចាជាទូទៅតើអ្វីជា walk in interview walk in interview មានន័យថាយើងដើរចូលសម្ភាសន៍ភ្លាមតែម្ដងអញ្ចឹងមុននឹងបងប្អូនអាចថាដើរចូលសម្ភាសន៍ភ្លាមបានទី1យើងអាចត្រូវត្រៀមដឹងពីទីតាំងពេលវេលាទីកន្លែងធ្វើដោយក្រុមហ៊ុនណាចាចុះបងប្អូនអាចខលសួរគេមុនហើយត្រៀម CV ជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងដែលគេតម្រូវយកទៅហ្នឹងគឺឲ្យច្បាស់ចឹងនៅពេលដែលបងប្អូនទៅគេជួបសម្ភាសហើយបើសិនជាយើងជាប់យើងអត់ខាតពេលនៅពេលដែលគេជាប់ហើយគេខលមកសួរយើងវិញរឿងឯកសារត្រូវការណាចាអញ្ចឹងយើងអត់ខាតទេយើងភ្ជាប់ទៅឲ្យហើយអញ្ចឹងការដើរចូលសម្ភាសជាទូទៅធ្វើឡើងដោយក្រុមហ៊ុនដែលនៅទីតាំងក្រុមហ៊ុនតែម្ដងហើយគេជ្រើសរើសទៅលើមុខតំណែងដែលត្រូវការជាញឹកញាប់ឬក៏មុខតំណែងដែលត្រូវការកម្លាំងពលកម្មនឹងធ្វើច្រើនចាត្រូវការបុគ្គលិកច្រើនសម្រាប់ធ្វើមួយទៀតការដើរចូលសម្ភាសនេះដែលយើងហៅថា walk in interview នឹងដែរអាចធ្វើនៅក្នុងកម្មវិធីគេហៅពិព័រណ៍ការងារចាជាទូទៅពិព័រណ៍ការងារគឺចូលរួមដោយក្រុមហ៊ុនជាច្រើនហើយក្នុងនោះក៏យើងអាចថាដាក់ពាក្យភ្លាមសម្ភាសភ្លាមនៅទីនោះដែរអញ្ចឹងថ្ងៃទី9ទី10នេះគឺយើងមានពិព័រណ៍ការងារមួយដែលរៀបចំឡើងដោយ NEA ភ្នាក់ងារជាតិមុខរបរនឹងការងារដែលធ្វើឡើងនៅសាលា NTTI ហើយចាប់ពីម៉ោង8ព្រឹកតទៅរហូតដល់ម៉ោង5ល្ងាច2ថ្ងៃចប់គ្នាតែម្ដងថ្ងៃទី9ឧសភានិងថ្ងៃទី10ឧសភាអញ្ចឹងបងប្អូនអាចត្រៀម CV ហើយមិនចាំបាច់ទៅសេថា apply ខាងអីទេពេលនោះបងប្អូននឹងជួបក្រុមហ៊ុនជាច្រើនអញ្ចឹងយើងអាចថាទៅមើលទៅមុខតំណែងណាយើងចង់ដាក់យើងដាក់តែម្ដងហើយយើងជួបសម្ភាសពេលហ្នឹងតែម្ដងអញ្ចឹងបើសិនជាចង់ជួបខ្ញុំទៅជួបគ្នានៅ NTTI ក្នុងកម្មវិធីពិព័រណ៍ការងារដែលធ្វើឡើងដោយ NEA នៅថ្ងៃទី9ឧសភានិងថ្ងៃទី10ឧសភានេះពីម៉ោង8ដល់ម៉ោង5ល្ងាចជួបគ្នានៅថ្ងៃនោះ